រតនាជាកូនលោកសេដ្ឋីប៉ុន្តែមិនដែលជួយការងារឪពុកទោះបីជាលោកសេដ្ឋីដែលជាឪពុកខំនិយាយណែនាំយ៉ាងណាក៏ដោយប៉ុន្តែរតនានៅតែប្រព្រឹត្តអំពើខុសមានថ្ងៃខ្លះរតនាទៅបង្ករឿងជាមួយនឹងកូនអ្នកភូមិហើយថ្ងៃខ្លះក៏បានឡើងដល់សាលាស្រុកអ្នកដែលមានរឿងរ៉ាវជាមួយអ្នកប្រុសកាលពីថ្ងៃមុនពេលនេះគេបានសម្រេចចិត្តដកពាក្យបណ្ដឹងវិញហើយណាលោកសេដ្ឋីបើសិនជាអ្នកប្រុសនៅតែបង្ករឿងរ៉ាវបែបនេះឲ្យលោកសេដ្ឋីឈឺក្បាលទៀតគេឈ្មោះលោកសេដ្ឋីកាន់តែស្អុយរលួយដោយសារតែគាត់យើងមិនដឹងត្រូវធ្វើយ៉ាងម៉េចចំពោះគេទេហើយអ្វីបានជាគេតែងតែទៅបង្ករឿងទាំងដែលយើងមានឈ្មោះជាសេដ្ឋីប៉ុន្តែកូនប្រុសទៅបំផ្លាញគេឈ្មោះយើងរាល់ថ្ងៃខ្ញុំគិតថាលោកសេដ្ឋីតែងតែជួយការពារគាត់កន្លងមកទើបបានជាធ្វើឲ្យអ្នកប្រុសមិនរៀងចាល់បែបនេះលោកសេដ្ឋីកុំជួយការពារគាត់អីនៅពេលដែលគាត់មានរឿងឯងនិយាយបែបនេះក៏ត្រឹមត្រូវដែរប៉ុន្តែយើងមានកូនប្រុសតែម្នាក់ប៉ុណ្ណោះដូច្នេះបើមិនឲ្យយើងការពារគេតើឲ្យយើងទៅការពារអ្នកណាទៅបើរាល់ថ្ងៃយើងមានកូនប្រុសតែម្នាក់នឹងហើយអញ្ចឹងខ្ញុំពិតជាអស់យោបល់ហើយណាលោកសេដ្ឋីបើលោកសេដ្ឋីនៅតែធ្វើបែបនេះទៀតអ្នកប្រុសប្រកាសជាមិនកែប្រែខ្លួនទេបានហើយឯងកុំនិយាយឲ្យយើងឈឺក្បាលទៀតអីយើងឈឺក្បាលនឹងកូនប្រុសយើងបណ្ដឹងគ្រប់គ្រាន់ហើយឯងទៅធ្វើការងាររបស់ឯងទៅយើងមិនចង់ដឹងឮអ្វីទេចំណែករតនាដែលជាកូនលោកសេដ្ឋីកំពុងតែឈរលេបខាយដាក់ស្រីដែលបានដើរកាត់ទាំងដែលខ្លួនឯងជាមនុស្សគ្មានបានការមិនជួយការងារឪពុកនាងទាំងអស់គ្នានេះហើយអ្វីបានជារឹកបែបនេះយើងខំនិយាយរាក់ទាក់បែរជាមិននិយាយជាមួយយើងឬមួយពួកនាងមិនដឹងទេថាយើងគឺជាកូនលោកសេដ្ឋីអ្នកប្រុសមិនបានជាអ្នកប្រុសចូលចិត្តនិយាយលេបខាយដាក់មនុស្សស្រីបែបនេះវាមិនស័ក្តិសមទេណាអ្នកប្រុសនាងអាចប្តឹងអ្នកប្រុសបានគ្រប់ពេលវាគឺជារឿងរបស់ខ្ញុំតែប៉ុណ្ណោះឪពុកខ្ញុំជាសេដ្ឋីហើយអ្វីបានជាអ្នកទាំងអស់នោះហ៊ានប្តឹងវាមិនអាចទៅរួចទេណាលោកពូកុំថាឡើយឪពុកជាសេដ្ឋីទោះបីជាឪពុកជាច្បាយស្រុកក៏ដោយគង់តែមានគេប្តឹងក្រែងអ្នកប្រុសទៅតែបញ្ចប់រឿងជាមួយនឹងកូនអ្នកភូមិយើងទេតើបែបទេគេបានបញ្ចប់រឿងនោះហើយដោយសារតែគេដឹងថាมันអាចយកឈ្នះខ្ញុំបានហើយព្រមទទួលយកសំណងបន្តិចបន្តួចដើម្បីបញ្ចប់រឿងដូច្នេះមិនមានអ្នកណាហ៊ានធ្វើអីខ្ញុំទេអាណិតតែលោកសេដ្ឋីតែប៉ុណ្ណោះដែលមានកូនប្រុសដូចជាអ្នកប្រុសគាត់ខិតខំប្រឹងប្រែងកសាងកេរ្តិ៍ឈ្មោះរបស់គាត់ប៉ុន្តែអ្នកប្រុសតែងតែយកកេរ្តិ៍ឈ្មោះគាត់ទៅបំផ្លាញកុំគិតថាខ្លួនឯងជាមនុស្សចាស់ខ្ញុំមិនហ៊ានធ្វើអីចាប់ទុកថាថ្ងៃនេះខ្ញុំមិនបានឮនៅអ្វីដែលលោកពូនិយាយទៅប៉ុន្តែបើលើកក្រោយខ្ញុំជួបលោកពូហើយហ៊ាននិយាយបែបនេះដាក់ឲ្យខ្ញុំមិនសប្បាយចិត្តទៀតខ្ញុំប្រកាសជាមិនអត់ឱនឲ្យលោកពូទេពិតជាគ្មានបានការមែនអាណិតតែលោកសេដ្ឋីតែប៉ុណ្ណោះដែលមានកូនប្រុសបែបនេះកូនប្រុសគាត់ពិតជាគ្មានបានការដូចគេនិយាយតគ្នាមែននៅក្នុងផ្ទះឈប់សិនណារតនានៅថ្ងៃនេះមានបានទៅបង្ករឿងជាមួយនឹងអ្នកណាដែរទេបើសិនជាបានបង្ករឿងប្រញាប់ប្រាប់ពុកនៅពេលនេះមកស្លាប់ហើយណាលោកពុកគ្រប់ពេលដែលខ្ញុំបានដើរចូលមកផ្ទះលោកពុកតែងតែសួរសំណួរបែបនេះជារៀងរាល់ថ្ងៃហើយអ្វីបានជាលោកពុកចូលចិត្តសួរសំណួរបែបនេះក៏ព្រោះតែពុកមានកូនប្រុសម្នាក់ដែលតែងទៅបង្ករឿងដូច្នេះហើយទើបបានជាពុកសួរនាំបែបនេះបើសិនជាកូនមិនបានបង្ករឿងរ៉ាវទេពុកពិតជាសប្បាយចិត្តខ្ញុំមិនបានទៅបង្ករឿងទេណាលោកពុកខ្ញុំគ្រាន់តែនិយាយជាមួយអ្នកភូមិលេងសើចសប្បាយធម្មតាតែប៉ុណ្ណោះអស់ការងាររបស់ខ្ញុំហើយមែនទេខ្ញុំសូមចូលទៅបន្ទប់ដើម្បីសម្រាកសិនហើយបើទំនេរទៅជួយការងាររបស់ពុកខ្លះទៅកូនបានរៀនចប់ពេលនេះមិនធ្វើការអ្វីទេរាល់ថ្ងៃពុកធ្វើការងារតែម្នាក់ឯងដោយមើលការងារគ្រប់បែបយ៉ាងខ្ញុំមិនទាន់ចង់ធ្វើការងារអ្វីទាំងអស់ដូច្នេះលោកពុកមិនចាំបាច់បង្ខំខ្ញុំឲ្យទៅធ្វើការទេណាលោកពុកថ្ងៃណាមួយខ្ញុំចង់ទៅធ្វើខ្ញុំប្រកាសជាទៅធ្វើឆប់មកវិញនិយាយជាមួយពុកភ្លាមមកហើយរវៃខ្ញុំមានកូនប្រុសម្នាក់ដែលជាមនុស្សគ្មានបានការបែបនេះហើយរវៃកូនប្រុសខ្ញុំជាមនុស្សគ្មានបានការហើយអ្នកភូមិគេស្អប់គ្រប់គ្នា
ចំណែកអ្នកបម្រើនៅក្នុងផ្ទះតែងតែលួចនិយាយដើមកូនប្រុសលោកសេដ្ឋីជានិច្ចក៏ព្រោះតែគេមិនចូលចិត្តចរិតកូនប្រុសលោកសេដ្ឋីលោកបងគិតមើលទៅគ្រាន់តែអ្នកភូមិយើងដើរកាត់ធម្មតាហើយសម្លឹងមើលមកគាត់ប្រាប់តែគាត់រករឿងតែម្ដងខ្ញុំសុំខ្លាចហើយមនុស្សបែបនេះដល់បកគោរឿងជាមួយគេគ្រប់គ្នាហើយយកឈ្មោះឪពុកទៅអាងដើម្បីការពារខ្លួនមិនឲ្យអ្នកណាធ្វើបាបបើខ្លាំងមែនហើយរវៃបានជាមិនដោះស្រាយដោយខ្លួនឯងទៅអាណិតតែលោកសេដ្ឋីដែលគាត់ខំកសាងគេឈ្មោះប៉ុន្តែកូនប្រុសចៅវិសៀតបែរជាបំផ្លាញបើកូនប្រុសខ្ញុំប្រកាសជាសម្លាប់ចោលជាមិនខានមិនទុកឲ្យមានដង្ហើមដកសូម្បីតែ1នាទីបើនៅរស់បំផ្លាញតែគេឈ្មោះឪពុកមិនជួយគាត់ប៉ុន្តែបែរជាទៅបំផ្លាញគេឈ្មោះគាត់ថែមទៅវិញនេះតើពួកឯងទាំងពីរអ្នកកំពុងតែនិយាយពីអ្វីនឹងហើយអ្វីបានជាពេលដែលឃើញយើងមកដល់ពួកឯងឈប់និយាយបែបនេះឬមួយក៏ពួកឯងទាំងពីរអ្នកកំពុងតែនិយាយដើមយើងតើមែនទេអត់ទេណាអ្នកប្រុសខ្ញុំអត់បាននិយាយដើមអ្នកប្រុសទេខ្ញុំទាំងពីរអ្នកកំពុងតែនិយាយការងារបន្តខ្លួនអត់បានទៅនិយាយដើមអ្នកប្រុសទេមែនហើយខ្ញុំទាំងពីរអ្នកអត់បាននិយាយដើមអ្នកប្រុសទេអ្នកប្រុសកុំគិតមានការយល់ច្រឡំចំពោះខ្ញុំទាំងពីរអ្នកអីបើអញ្ចឹងមែនជាការប្រសើរហើយប៉ុន្តែបើយើងដឹងថាពួកឯងទាំងពីរនាក់កំពុងតែនិយាយដើមយើងនឹងឲ្យលោកពុកដេញពួកឯងទាំងពីរនាក់ចេញពីការងារនៅទីនេះរាល់ថ្ងៃអាំងតែឪពុកតែប៉ុណ្ណោះចង់ដឹងថានៅពេលដែលអត់ពីលោកសេដ្ឋីទៅតើគ្រួសារនេះទ្រព្យសម្បត្តិទាំងអស់នេះអ្នកណាជាអ្នកមើលការងារខុសត្រូវបន្តហើយតើវាទៅជាយ៉ាងម៉េចទៅតោះទៅធ្វើការងាររបស់យើងវិញទៅបើនៅនិយាយទៀតអ្នកប្រុសបានឮប្រកាសជាត្រូវគាត់ដេញចេញជាមិនខានហើយយើងនឹងអត់ការងារធ្វើនៅពេលស្អែកឡើងរតនាក៏បានទៅលួចចាប់កូនអ្នកភូមិម្នាក់ហើយនៅពេលនោះក៏ត្រូវបានបងប្រុសរបស់នាងជួយទាន់ពេលបើសិនជាលើកក្រោយឯងហ៊ានធ្វើអាក្រក់បែបនេះដាក់ប្អូនយើងទៀតយើងនឹងប្តឹងឯងទៅលោកច្បាយស្រុកទោះបីជាឪពុកឯងជាសេដ្ឋីក៏ដោយឯងគ្រាន់បើហ៊ានគំរាមយើងប៉ុន្តែយើងមិនខ្លាចការគំរាមរបស់ឯងសូម្បីតែបន្តិចហើយយើងនឹងយកប្អូនស្រីឯងធ្វើជាប្រពន្ធរបស់យើងនៅពេលណាមួយរងចាំថ្ងៃយើងស្លាប់សិនទៅប៉ុន្តែយើងនៅមានជីវិតយើងមិនព្រមជាដាច់ខាតក៏ព្រោះតែយើងមិនចង់ឲ្យប្អូនស្រីមានប្តីជាមនុស្សអាក្រក់ដូចជាឯងផ្ញើទុកសិនចុះថ្ងៃក្រោយយើងនឹងធ្វើឲ្យបានសម្រេចហើយឯងត្រៀមខ្លួនទៅយើងនឹងយកប្អូនឯងធ្វើជាប្រពន្ធរបស់យើងបងគិតថាយើងមិនអាចបណ្ដោយរឿងនេះបានតាមចិត្តទេយើងប្រញាប់ទៅសាលាស្រុកដើម្បីដាក់ពាក្យប្តឹងបើមិនអញ្ចឹងទេកូនលោកសេដ្ឋីប្រកាសជានៅធ្វើបែបនេះទៀតទាំងពីរអ្នកបងប្អូនក៏បានធ្វើដំណើរទៅសាលាស្រុកដើម្បីដាក់ពាក្យប្តឹងរយៈពេលពី1ខែទៅ1ខែលោកសេដ្ឋីតែងតែពិបាកចិត្តនឹងដោះស្រាយរឿងរ៉ាវតាមក្រោយកូនប្រុសគាត់ដែលតែងតែបង្ករហូតដល់លោកសេដ្ឋីធ្លាក់ខ្លួនឈឺដេកនៅនឹងកន្ទេលលោកពុកប្រញាប់ជាសះស្បើយដោយកាលពីមុនវិញទៅណាលោកពុកកូនមិនចង់ឃើញលោកពុកសម្រាកនៅលើកន្ទេលបែបនេះទេរតនាកូនពុកដឹងថាពុកប្រកាសជាមិនអាចវិលត្រឡប់ដូចដើមវិញទេពុកមានតែឈឺធ្ងន់ទៅតែប៉ុណ្ណោះវាមិនអាចដូចដើមទេណាកូនលោកពុកមិនត្រូវនិយាយបែបនេះទេណាលោកពុកកូនពិតជាមិនចង់ឲ្យលោកពុកសម្រាកលើក្រែយូរបែបនេះទេកូនពិតជាមានការព្រួយបារម្ភណាលោកពុកនៅពេលដែលអត់ពីពុកទៅកូនត្រូវតែមើលថែទ្រព្យសម្បត្តិរបស់យើងហើយកូនត្រូវតែកែប្រែខ្លួនមិនធ្វើខ្លួនគ្មានបានការដូចកាលពីមុនលោកពុកកុំនិយាយបែបនេះអីកូនមិនយល់ព្រមឲ្យលោកពុកទៅណាចោលកូនទេលោកពុកត្រូវតែនៅជាមួយកូនរហូតកូនមិនព្រមឲ្យលោកពុកឃ្លាតឆ្ងាយពីកូនទេណាលោកពុកមានការជួបឯណាដែលមិនថាបែកគ្នាទេណាកូនពុកមិនសល់ពេកច្រើនទេដូច្នេះពុកផ្ដាំផ្ញើឲ្យកូនកែប្រែខ្លួនទៅជាមនុស្សល្អក៏ព្រោះតែអត់ពីពុកទៅកូនត្រូវមើលការងារទាំងអស់ជំនួសពុកនៅពេលដែលគាត់បាននិយាយផ្ដែផ្ដាំកូនប្រុសគាត់រួចហើយលោកសេដ្ឋីក៏បានដាច់ខ្យល់ស្លាប់នៅក្នុងពេលនោះហើយចាប់តាំងពីថ្ងៃនោះមករតនាក៏បានកែប្រែខ្លួនហើយទទួលការងារខុសត្រូវជំនួយទាំងអស់ពីឪពុក